មកគម្រាមក្រុមហ៊ុនមែនទេបន្ទាប់មកអ្នកទៅប្រគល់ការងារឲ្យឆៅមិញយួនទៅចាស់លោកប្រធានខេនហៅមិញយួនបងត្រូវពន្យល់ខ្ញុំឲ្យបានច្បាស់ម្ដងមួយទម្លាប់ពិសេសរបស់អតិថិជនចូលចិត្តស្ដាប់ពាក្យបែបណាប្រធានបទណាខ្លះដែលគួរត្រូវតែប្រាប់ឲ្យអស់លីហុងវៃប្រធានផ្នែកទិញនៃក្រុមហ៊ុនហឹងយានទូរស័ព្ទលក្ខខណ្ឌកិច្ចសន្យានិងឯកសារផ្សេងបន្ទាប់ទៀតតើនរណាចង់ស្ដាប់រឿងខាងក្រៅអស់ទាំងខ្ញុំចង់ដឹងពីចំណូលចិត្តរបស់អតិថិជនលោកប្រធានលៃចូលចិត្តតែប្រភេទញ៉ាំបាយត្រូវប្រយ័ត្នលើចំណុចណាខ្លះសុំទោសផងវិសាលភាពការងាររបស់ខ្ញុំតែព័ត៌មានស្ដង់ដារក្នុងបញ្ជីប៉ុណ្ណោះមិនមែនរាប់បញ្ចូលរឿងឯកជននិងបទពិសោធន៍ក្នុងការប្រកេតផ្ទៃការងារទេបងចង់ធ្វើបាបខ្ញុំមិនព្រមសហការមែនទេស្មានតែចិត្តឈប់ពីការងារហើយអាចមកច្រងៀងដាក់ខ្ញុំបានមែនទេឯកសារប្រគល់ការងារដែលកើតមានចំណុចណាដែលអ្នកមើលមិនយល់មួយមកពីសមត្ថភាពការងាររបស់អ្នកមិនអាចយល់ពីឯកសារមូលដ្ឋានទាំងនេះតតែសោះបានហើយហៅបងជាបុគ្គលិកចាស់ម្នាក់ដែរគួរតែមានចិត្តទូលាយចែករំលែកបទពិសោធន៍ខ្លះទៅយ៉ាងណាក៏ដើម្បីផលប្រយោជន៍ក្រុមហ៊ុនដែរលោកប្រធានថែនបទពិសោធន៍មិនអាចបង្រៀនគ្នាបានទេលើខ្លួនឯងដើម្បីដោះស្រាយសញ្ញារបស់ខ្ញុំគឺគ្រាន់តែប្រគល់មិនមែនមកបើកថ្នាក់បង្រៀនបើសិនជាអ្នកស្រីចាំងរូសំបីតែទំនាក់ទំនងមូលដ្ឋានអ្វីក៏ត្រូវឲ្យខ្ញុំបង្រៀនផ្ទាល់ដែរនោះខ្ញុំសូមណែនាំក្រុមហ៊ុនគួរពិចារណាឡើងវិញថាតើគាត់ស័ក្តិសមនឹងតំណែងនេះឬអត់អាំងអីបានជាគាត់មកច្រងៀងដាក់ខ្ញុំបែបនេះខ្ញុំថែមម៉ោងតិចជាងខ្ញុំចេះយកចិត្តមេតិចជាងគាត់មែនទេតែយកមួយយកទៀតហើយតែឲ្យតែអតិថិជនពេញចិត្តគឺវាមានតម្លៃណាស់ខ្ញុំមិនខុសទេសង្គមបច្ចុប្បន្នគឺបែបនេះឯងបើមិនចេះដណ្ដើមទេគឺមានតែចាំថ្ងៃស្លាប់ប៉ុណ្ណោះហៅមិញយួនគាត់ឆោតពេកហើយហៅមិញយួនទោះបីជាបងធ្វើមិនសូវសមរម្យតែយោដល់បងខំធ្វើការច្រើនឆ្នាំមកនេះខ្ញុំនឹងមិនប្រកាន់ទោសពេកក្រុមហ៊ុននៅតែស្វាគមន៍បងជានិច្ចបើចេញទៅធ្វើមិនបានល្អអាចត្រឡប់មកវិញបានគ្រប់ពេលប៉ុន្តែរឿងប្រាក់ខែគឺត្រូវចរចាគ្នាឡើងវិញហៅមិញយួនជូនពរបងឲ្យមានអនាគតភ្លឺស្វាងណាស់តាក់ទងគ្នាមកវិញផងមនុស្សខ្លះស្លាប់រឹងហើយបើគ្មានការគ្រប់គ្រងពីក្រុមហ៊ុនធំដូចជា Shenzhen ទេចាំមើលថាអ្នកឯងអួតដាក់ភ្ញៀវយ៉ាងម៉េចទៀតលោកប្រធានឆៅចាំបន្តិចសិនចិនមិនហេតុអីអ្នកចុះមកទីនេះជាកាដូដែលមិត្តរួមការងារប្រមូលលុយគ្នាវាមិនមែនជារបស់មានតម្លៃទេគ្រាន់តែជាទឹកចិត្តបន្តិចបន្តួចសូមលោកកុំប្រកាន់អីពួកអ្នកលោកប្រធានឆៅកុំធ្វើបែបនេះចាក់ចេញទៅពួកយើងពិតជាមិនសប្បាយចិត្តលោកកុំបារម្ភអីខ្ញុំនឹងមើលថែអតិថិជនចាស់ឲ្យបានល្អខ្ញុំចាំរឿងរបស់លោកទាំងអស់កក់ក្ដៅណាស់អីចឹងខ្ញុំឡើងទៅលើវិញហើយលោកប្រធានឆៅថែរក្សាសុខភាពផងថែរក្សាសុខភាពតាមពិតទៅប៉ុន្មានឆ្នាំនេះខ្ញុំមិនមែនមិនសល់អ្វីសោះនោះទេអ្នកទាំងអស់គ្នាដល់ពេលហើយទទួលជ្រាបរងចាំដំណឹងល្អជួបគ្នាថ្ងៃស្អែកកិច្ចសន្យាបញ្ឈប់ការងារ300ច្បាប់នឹងត្រូវបញ្ជូនទៅលោកឆែនវ៉ាន់ថងភ្លាម300ច្បាប់មិនឲ្យខ្វះមួយឡើយលោកប្រធានឡើយលិខិតបញ្ឈប់ការងារនឹងត្រូវផ្ញើចេញនៅម៉ោង 9 ព្រឹកស្អែកបាទទាំងអស់តែម្ដងគឺខ្ញុំបើ Shenzhen Tech ដួលរលំទីផ្សារនឹងខ្លាយជារបស់ខ្ញុំមិញម្នាក់នេះពិតជាពូកែប្រាការបានតែគាត់មានមហិច្ឆតាខ្ពស់ចាំទៅមុខទៀតសឹមគិតតាមសម្រួលឈៀវឆៅកុំបន្ទោសខ្ញុំអីសួស្ដីពេលព្រឹកលោកប្រធានខ្ញុំកំពុងចង់រីកាក្រុមហ៊ុនយើងមានការកែសម្រួលបុគ្គលិកខ្លះលោកប្រធានថៃនេះជាការសម្រេចថ្ងៃនេះទៅនឹងបញ្ឈប់រាល់កិច្ចសហការជាមួយក្រុមហ៊ុនលោកច្បាប់នឹងផ្ញើទៅកាន់អ៊ីមែលបន្តិចទៀតនេះគ្រាន់តែចង់ប្រាប់ឲ្យលោកដឹងនឹងផ្ដាច់កិច្ចសន្យាហើយពួកគេចាក់ចេញទៅតាមលោកឆៅមិញយួនហើយ